យើងត្រូវយល់អំពីអតិថិជនរបស់យើងវាធ្វើឲ្យយើងអាច innovate business យើងបានតែយើង innovate business យើងមិនតែយើងកែច្នៃឲ្យអាជីវកម្មយកឲ្យបានធំមិនការចាញ់នេះវាជាបទពិសោធន៍មួយអ្នកវិនិយោគទុនគេមិនចង់វិនិយោគទុនជាមួយនឹងអាជីវកម្មតែថ្មីទេតែគេចង់វិនិយោគជាមួយអាជីវកម្មចាស់ហើយធ្លាប់បរាជ័យមេរៀនថ្មីមួយសម្រាប់ខ្ញុំតែម្ដងចាប់បានច្រើនតែម្ដងយើងមើលឃើញអតិថិជនគឺជាទីផ្សាររបស់យើងតែម្ដងអ្នកកំពុងធំគឺអាចចោលបងបានទេអ្នកដែលបរាជ័យគឺអ្នកដែលមានបទពិសោធន៍បានឆ្លុះបញ្ចាំងឲ្យយើងរួមសហការគ្នាហើយផ្ទៀងពេលវេលាឲ្យត្រូវដើម្បីឲ្យបានចូលទៅក្នុងប្រអប់ហ្នឹងដើម្បីអីឲ្យមុនគេទៀតមិនដើម្បីឲ្យទៅចូលប្រអប់ទេគឺត្រូវតែមើលថាយើងត្រូវឲ្យមុនឲ្យលឿនការចាញ់នេះវាជាបទពិសោធន៍មួយឧទាហរណ៍ដូចអាជីវកម្មអញ្ចឹងអ្នកវិនិយោគទុនគេមិនចង់វិនិយោគទុនជាមួយនឹងអាជីវកម្មតែថ្មីទេតែគេចង់វិនិយោគជាមួយអាជីវកម្មចាស់ហើយធ្លាប់បរាជ័យអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងមានគោលដៅ2ទី1យើងត្រូវយល់អំពីអតិថិជនរបស់យើងវាធ្វើឲ្យយើងអាច innovate business យើងបានតែយើង innovate business យើងមិនតែយើងកែច្នៃឲ្យអាជីវកម្មយកឲ្យបានធំមិនដោយយើងមើលពីអតិថិជនវិញនៅពេលដែលយើងមើលពីអតិថិជនយើងក៏រៀនអំពីមួយចំណុចទៀតគេហៅថាដំណើរការអតិថិជន customer journey គេមិនដែលស្គាល់ពីផលិតផលយើងសោះរហូតដល់តែគេមកទិញផលិតផលយើងហើយគេត្រឡប់មកទិញម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺដូចមេរៀនថ្មីមួយសម្រាប់ខ្ញុំតែម្ដងចាប់បានច្រើនតែម្ដងដើម្បីយកទៅអភិវឌ្ឍខ្លួនឯងកំណត់គោលដៅអតិថិជនការ build ផលិតផលថ្មីទៅកាន់ទីផ្សារធ្វើយ៉ាងម៉េចឲ្យអតិថិជនដែលគាត់ទិញផលិតផលយើងហើយទិញហើយនឹកឃើញចង់ទិញយើងទៀតសម្រាប់ការបង្រៀនហ្នឹងដល់ទៅលើរឿងការបង្កើតថ្មីនិងចំណាយពេលវេលាដែលមានប្រយោជន៍ធ្វើទៅដើម្បីបានលទ្ធផលប្រសើរនិងរីកចម្រើនលឿនគោលដៅអតិថិជនយើងមើលឃើញអតិថិជនគឺជាទីផ្សាររបស់យើងតែម្ដងខ្ញុំអត់តន់ដឹងថាយើងត្រូវទៅណានៅឡើយទេហើយសង្ឃឹមថាមេរៀនដែលយើងរៀនយើងអាចឆ្លុះបញ្ចាំងចេញជាការអនុវត្តបានតាមរយៈការដែលយើងធ្វើលំហាត់នៅថ្ងៃនេះជាពិសេសប្រហែលជាអាចទៅជួបនឹងកន្លែងដែលលក់ដូរឬមានអតិថិជនមនុស្សច្រើនអីចឹងណាសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ផ្សារខេត្តកំពង់ធំយើងមានបេសកកម្មសម្ងាត់អញ្ចឹងនៅក្នុងដៃរបស់ខ្ញុំមានជា survey ដែលឲ្យបងប្អូនទាំងអស់គ្នាធ្វើការ survey អតិថិជននៅក្នុងទីផ្សារណាគេក៏បានដែរពេលសភាហ្នឹងក៏រៀងមាក់ទឹកចិត្តក៏ដែរជួនកាលដល់សំណួរដែលសួរទៅគាត់រៀងពិបាកគាត់បាយទៅធ្វើអីសិនអង្គុយចាំគាត់តិចដល់គាត់បាយមកវិញអ្វីដែលយើងទៅសួរយើងអត់ដែលសួរអ្នកក្នុងផ្សារទេយើងសួរតែកន្លែងណាដែលយើងត្រូវធ្វើប៉ុន្តែនៅពេលដែលយើងចុះវេទកកម្មនេះហើយយើងនឹងឃើញលើការវិចប់និងផលិតផលខ្មែរមានការគ្រប់គ្រងច្រើនទាក់ទងការវិចប់ឲ្យស្អាតមាន unit និងតម្លៃនិងគុណភាពបាទហ្នឹងជា brand mark មួយដែលយើងអាចនឹង build បានបាទបេសកកម្មបន្តរបស់យើងនឹងឲ្យបងចាប់ឆ្នោតព្រោះនៅក្នុងនេះយើងមានប្រភេទអាហារ4ប្រភេទអញ្ចឹងបងចាប់ឆ្នោតបងបានប្រភេទអាហារមួយណាដើម្បីយើងធ្វើបេសកកម្មបន្តហ្នឹងហើយយើងមកនេះយើងទិញដំឡូងមីហើយយើងយកទៅដើម្បីយើងកែច្នៃទៅមិនជាដំឡូងបំពងបាទឲ្យមានគុណភាពសុវត្ថិភាពសម្រាប់ផលិតផលថ្មីរបស់យើងគុណបាទខ្ញុំក្រុមទី3គឺវិញ្ញាសាចូលដល់វិញ្ញាសាទី2អាហារស្រស់បាទការវិខ្ចប់ពាក់កណ្ដាលកែច្នៃអញ្ចឹងយើងនឹងវិខ្ចប់ហើយយើងរក្សាទុកក្នុងទូបានយូរខាងយើងទិញសាច់គោខ្មែរវិញ្ញាសាតាក់ទងទៅនឹងធ្វើម៉េចអាហារបង្កឲ្យបានយូរអ្វីដែលពួកបងចង់ធ្វើវិញគឺបងយកកកិនទៅជាអំបោកធ្វើជាអាហារស្ងួតពួកបងចែកគ្នាលពូគាត់អញ្ជើញទៅទិញអំបោកចំណែកប្អូនស្រីគាត់ទៅរកទិញបាក់យ៉ងហើយនឹងបកាក្រៀមមានពេល15នាទីទេដើម្បីឡើងមើលបទបង្ហាញកន្លែងនេះមានកំណត់នៃការច្នៃប្រឌិតសមស្របជាមួយតម្រូវការនិងផ្ដល់ភាពងាយស្រួលអាហារយើងធ្វើជាខគោក៏ដែលមានអាយុចាប់ពី6ខែទៅ1ឆ្នាំអត់ជូរទេអ្នកកំពុងធំគឺអាចចោលអំបោកបានទេគាត់តាំងពីក្មេងមកចាគឺគាត់ញ៉ាំអំបោកឃើញថា survey របស់យើងអ្នកដែលញ៉ាំដំឡូងមានដល់ទៅ4នាក់យើងធ្វើដំឡូងបំពងហើយយើងខ្ចប់ក្រុមទទួលបានជាជំនះបានទៅលើក្រុមទី1អ្នកដែលបរាជ័យគឺអ្នកដែលមានបទពិសោធន៍